ថ្ងៃនេះខ្ញុំមកផ្សំថ្នាំព្យាបាលជំងឺក្រពះពោះវៀនរ៉ាំរ៉ៃទៀតបាទប៉ុន្តែខុសពីម្សិលមិញដោយសារតែថ្ងៃនេះគាត់មានជំងឺក្រពះពោះវៀនរ៉ាំរ៉ៃដែលអាការៈរបស់គាត់នឹងឈឺទ្រូងឈឺក្រំឆ្អឹងជំនីឈឺក្បាលហើយអណ្ដាតឡើងតានបាទអណ្ដាតសបាទអញ្ចឹងបញ្ជាក់ថាគាត់មានជំងឺហើមពោះវៀនធំក៏ដូចជាដំបៅក្រពះបាទអញ្ចឹងការផ្សំថ្នាំមិនដូចពីម្សិលមិញទេម្សិលមិញអ្នកជំងឺគាត់ពិបាកបាត់ជើងធំអញ្ចឹងត្រូវតែដាក់ថ្នាំឲ្យបាត់ជើងស្រួលតែថ្ងៃនេះគឺគាត់បាត់ជើងធម្មតាបាទអញ្ចឹងក្នុងកញ្ចប់ថ្នាំនេះមានតែថ្នាំធ្វើឲ្យបាយឆ្ងាញ់សម្រាប់លក់ស្រួលដោយសារគាត់ថាគាត់នឹងសម្រានអត់លក់ទេបាទយូរខែមកហើយបាទអញ្ចឹងក្នុងនេះមានថ្នាំកម្លាំងបាទធ្វើឲ្យបាយឆ្ងាញ់និងសម្រានលក់ស្រួលក៏ដូចជាថ្នាំព្យាបាលក្រពះពោះវៀនហើយគាត់ក្តៅក្នុងពោះគាត់ថាពិបាកក្នុងការរស់នៅបាទហើយក៏ដូចជាណែនថប់ដង្ហើមបាទបេះដូងលូតញាប់បាទអញ្ចឹងក្នុងនឹងមានថ្នាំបញ្ចុះអាស៊ីតក្រពះដោយសារតែគាត់បេះដូងលូតញាប់បញ្ហានឹងអាស៊ីតក្រពះធ្វើទុកក៏ដូចជាពិបាកដកដង្ហើមដោយសារគាត់ដំបៅក្រពះហើយគាត់ពិបាករស់នៅបាទក្តៅក្នុងពោះឈឺបាទអញ្ចឹងក្នុងនឹងគឺផ្សំចូលគ្នារួចអស់ហើយរៀបនឹងដឹកចេញសម្រាប់អ្នកខេត្តព្រៃវែងបាទហើយបើសិនជាពុកម៉ែបងប្អូនត្រូវការបាទព្យាបាលជំងឺផ្សេងក៏អាចទាក់ទងមកបានដូចគ្នាដែរតាមលេខទូរស័ព្ទរបស់ខ្ញុំ097 31 13 និង046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏អាចទាក់ទងតាម Telegram តាមរយៈលេខ097 31 13 និង046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទហើយពុកម៉ែបងប្អូនអាចពិគ្រោះបានបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ទៅលើជំងឺរបស់ខ្លួនថាឈឺយូរហើយមិនដេចក៏មិនជាព្យាបាលមិនងាយជាបាទអញ្ចឹងអាចទាក់ទងមកពិគ្រោះគ្នាដើម្បីរកទំនុកផ្សំថ្នាំបាទខាងខ្ញុំមានរុក្ខជាតិជាច្រើនបាទរាប់រយរុក្ខជាតិដើម្បីយកមកផ្សំប៉ុន្តែមិនប្រើច្រើនទេក្នុងមួយកញ្ចប់តាមការពិត10មុខមិនដល់10មុខឬ10មុខជាងទេតាមអាការៈរោគបាទឧទាហរណ៍ថាថ្នាំខាងមុខនេះចុះបាទមានថ្នាំបញ្ចុះអាស៊ីតក្រពះដោយសារតែគាត់អាស៊ីតក្រពះបេះដូងគាត់លុតញាប់ក៏ដូចជាថ្នាំព្យាបាលដំបៅក្រពះដោយសារតែគាត់ដំបៅក្រពះបានជាគាត់ពិបាកក្នុងការដកដង្ហើមហើយគាត់ឈឺក្រំឆ្អឹងជំនីឈឺទ្រូងបាទហើយគាត់មានស្លេសក៏មានថ្នាំកាត់ស្លេសផងដែរលាយបាទនេះខាងមុខនេះបាទហើយស្លឹកតូចហ្នឹងគឺជាកបីជលដីថ្នាំកម្លាំងទេបាទធ្វើឲ្យបាយឆ្ងាញ់និងសម្រានលក់ស្រួលបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ